ចាសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះគឺខ្ញុំមកបង្ហាញមេរៀនថ្មីតាក់ទងជាមួយគូហាក់គូឆុងនៅរាសីខាងលើណានៅក្នុងមេរៀនមុនខ្ញុំបានបង្ហាញឲ្យតាក់ទងជាមួយនឹងគូហាក់គូឆុងនៅរាសីខាងក្រោមដែលមាន12សត្វចឹងថ្ងៃនេះគឺយើងមករៀនគូហាក់គូឆុងនៅរាសីខាងលើទាំង10វិញណាហ្នឹងហើយអញ្ចឹងមុនពេលដែលយើងទៅមើលគូហាក់គូឆុងនៅរាសីខាងលើយើងមកយល់អត្ថន័យសិនថាតើការឆុងនិងការហាក់នឹងមានន័យដូចម្ដេចកាត់ពិតខ្ញុំជឿថាអ្នកទាំងអស់គ្នាយល់ហើយប៉ុន្តែខ្ញុំមកបន្ថែមសម្រាប់បងប្អូនយើងថ្មីដែលគាត់អត់ធ្លាប់រៀនឬក៏គាត់ទើបតែចាប់ផ្ដើមមករៀននៅក្នុងថ្នាក់របស់ខ្ញុំណាហ្នឹងហើយជាទូទៅពាក្យថាឆុងយើងសំដៅទៅលើការប៉ះទង្គិចយើងឃើញរូបភាពរបស់ខ្ញុំបង្ហាញមកមានន័យថាឆុងរវាងឈើយ៉ាងនិងមាសយ៉ាងអញ្ចឹងជាទូទៅការឆុងហ្នឹងគឺយើងសំដៅទៅលើការប៉ះទង្គិចការមិនចោះសម្រុងការបង្កចំនួនឬក៏ការប្រឆាំងគ្នាអីមួយចឹងហើយតាក់ទងជាមួយនឹងការហាក់មានន័យថាគឺជាការសហការមើលរូបណារូបដែលខ្ញុំបង្ហាញហ្នឹងមានន័យថាគាត់សហការគ្នាបានន័យថាគាត់តាក់ទាញឬក៏ចូលចិត្តគ្នាឬក៏គាត់ចូលចិត្តធ្វើអីមួយមានន័យថាគាត់ទៅអាចនិយាយគ្នាបានគាត់អាចចុះសម្រុងមួយគ្នាគាត់អាចចូលរួមគិតជាមួយគ្នាដើម្បីសម្រេចការងារអីមួយហ្នឹងកន្លែងហ្នឹងបើសិនជាយើងអាចនិយាយឲ្យស្រួលយល់មានថាឧទាហរណ៍ថាយើងនៅកន្លែងធ្វើការងារអីមួយចោះនៅពេលដែលធីមរបស់យើងនេះគាត់មិនត្រូវគ្នានៅពេលដែលយើងឲ្យគាត់ធ្វើការងារអីមួយគាត់តែងតែឈ្លោះទាស់ទែងបកកាយគ្នាថាម្នាក់នេះថាគួរតែធ្វើតាមនេះស្រួលជាងម្នាក់ទៀតថាធ្វើតាមនោះអញ្ចឹងណាអញ្ចឹងធ្វើឲ្យគាត់ពីរនាក់ហ្នឹងបកកាយគ្នាទៅជាលែងចង់ធ្វើការងារហ្នឹងធ្វើឲ្យបកកឲ្យយើងហ្នឹងពិបាកទៅដោះស្រាយជាមួយគាត់អាហ្នឹងយើងប្រើថាអត្ថន័យថានៃការឆុងប៉ុន្តែខុសដាច់ដライបើសិនជាគាត់ស្រឡាញ់គ្នាធីមរបស់យើងហ្នឹងគាត់ស្រឡាញ់គ្នាអញ្ចឹងគ្រាន់តែយើងដាក់អីមួយទៅទោះអ្នកដែលចេះតិចជួយអ្នកដែលចេះច្រើនអ្នកដែលចេះច្រើនគាត់បញ្ចេញគំនិតឲ្យច្រើនគាត់ប្រាប់ថាគួរធ្វើមិនធ្វើមិនអញ្ចឹងទៅអ្នកផ្សេងទៀតដែលគាត់ដឹងថាអូម្នាក់ហ្នឹងបកាយដែរអញ្ចឹងគាត់តាមគាត់អញ្ចឹងមានន័យថាគាត់លេខរបស់គាត់អាឡានជាមួយគ្នាដាក់អីមួយគាត់ជួយគិតជួយធ្វើទៅតាមលទ្ធភាពរៀងខ្លួនអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាអ្នកណាបកាយគិតយុទ្ធសាស្ត្រគាត់គិតទៅអ្នកណាបកាយរៀបឯកសាររៀប slide រៀបមេរៀនបកាយកុំព្យូទ័រគាត់ទៅវាយកុំព្យូទ័ររៀបមេរៀនទៅអ្នកណាដែលគាត់ថាគាត់ junior ទៅចូលដំបូងគាត់មិនទាន់ចេះឲ្យច្រើនតែគាត់បកាយអក្ខរាវិរុទ្ធគាត់ទៅចែកតួអក្សរអក្ខរាវិរុទ្ធអីផ្សេងទៅអញ្ចឹងធ្វើឲ្យការងារមួយហ្នឹងយើងទៅដាក់ឲ្យគាត់ម្នាក់ធីមម្នាក់នេះម្នាក់ហ្នឹងគាត់ដាក់មកឲ្យយើងជាងការមុន deadline ឬក៏ទាន់ deadline ហើយពីរនាក់ទៀតជាងការនៅឆ្លោះគ្នាមិនទាន់និយាយគ្នាត្រូវហងខ្លះខឹងគ្នាទាំងអត់និយាយរកអីចឹងទៅអញ្ចឹងហ្នឹងគឺអត្ថន័យនៃការឆុងនិងការហាក់ប្រៀបមកវិញដូចតារាងប៉ាជឿយើងចឹងនៅពេលដែលយើងមានតារាងប៉ាជឿ4តសស្ដាំរបស់យើងតួម៉ោងតួថ្ងៃតួខែតួឆ្នាំហ្នឹងនៅពេលដែលគាត់មានការសហការគ្នាការជួយជុំជ្រែងគ្នាធ្វើឲ្យដំណើរជីវិតរបស់យើងហ្នឹងវារៀងរលូនរៀងដំណើរការស្រួលដែរទៅយើងធ្លាប់ឃើញហ្នឹងមានអ្នកខ្លះគាត់មានអារម្មណ៍ថាគាត់មិនដែលចេះពិបាកចិត្តមិនដែលចេះរលូនគិតអីបានសម្រេចរហូតដល់ពេលយើងហ្នឹងពេលខ្លះប្រឹងហើយធ្វើហើយនៅតែខុសនៅតែអីអញ្ចឹងការពិតនៃការអានប៉ាជឿវាមានកលឹះច្រើននៅក្នុងការអានហើយវាមានចំណុចច្រើនដែលអ្នកទាំងអស់គ្នាត្រូវតែចាំបើសិនជាអ្នកទាំងអស់គ្នាអត់ចាំមូលដ្ឋានគ្រឹះមួយទេវាធ្វើឲ្យការអានរបស់យើងសម្រាប់ខ្លួនឯងហ្នឹងអត់ទាន់បានគ្រប់ជ្រុងជ្រោយអញ្ចឹងឯងបានធ្វើឲ្យខ្ញុំសម្រាប់ថាមកធ្វើមេរៀននេះខ្លីៗហើយឲ្យអ្នកទាំងអស់គ្នារៀនហើយយល់ទៅអានឲ្យខ្លួនឯងបានមិនចាំបាច់ចេញទៅធ្វើគ្រូទេគ្រាន់តែអានជួយខ្លួនឯងដឹងថាខ្លួនឯងប្រឈមអីជួបអីត្រូវដោះស្រាយរបៀបម៉េចព្រោះការរៀនប៉ាជឿមិនមែនមានន័យថារៀនឲ្យយើងភ័យណាមានន័យថារៀនឲ្យដើម្បីឲ្យយើងអាចដោះស្រាយបញ្ហាខ្លួនឯងបានឧទាហរណ៍ដូចយើងកំពុងតែបើកឡាននៅពេលភ្លៀងអញ្ចឹងឥឡូវមិនកំពុងភ្លៀងដល់ពេលអញ្ចឹងប្រហែលលោកគ្រូអ្នកគ្រូអាចឮសំឡេងច្រើនបន្តិចអញ្ចឹងខ្ញុំឧទាហរណ៍ត្រឡប់មកវិញមានន័យថាពេលយើងបើកផ្លូវដែលកំពុងតែភ្លៀងនេះសួរថាអ្នកទាំងអស់គ្នាមើលឃើញបានច្បាស់ហើយថាផ្លូវនៅខាងមុខនោះមានអីខ្លះអញ្ចឹងធ្វើឲ្យការបើកបររបស់អ្នកទាំងអស់គ្នានឹងត្រូវបន្ថយល្បឿនយឺតព្រោះយើងមើលអេតឃើញអញ្ចឹងយើងត្រូវការប្រុងប្រយ័ត្នច្រើនណាបើកយឺតប៉ុន្តែផ្ទុយមកវិញនៅពេលដែលយើងដឹងពីដំណើរជីវិតរបស់យើងប្រៀបដូចមេឃសាឡាអញ្ចឹងយើងមើលឃើញឆ្ងាយយើងមើលឃើញទៅប្រហែល100ម៉ែត្រនៅខាងមុខយើងដឹងថាអូខាងមុខហ្នឹងស្ទះយើងគួរបកក្រោយយើងគួរវៀងយើងគួរទៅណាអញ្ចឹងកន្លែងហ្នឹងឯងដែលជាកត្តាធ្វើឲ្យអ្នកទាំងអស់គ្នាគួរតែរៀនប៉ាជឿហើយអាចយល់ពីដំណើរជីវិតខ្លួនឯងបានខំប៉ុណ្ណឹងមិនបាច់ចាំបាច់ទៅរៀនធ្វើអីផ្សេងទៀតទេអញ្ចឹងណាអូខេអញ្ចឹងយើងត្រឡប់មកវិញនៅក្នុងរាសីយើងខាងលើហ្នឹងមាន10តួហ្នឹងដែលខ្ញុំប្រាប់ពីមុនហ្នឹងគឺបំបែកចេញមកពីធាតុទាំង5ដែលមានយិននិងយ៉ាងហើយជាទូទៅការឆុងគឺយើងឆុងតែសញ្ញាដូចគ្នាទេគឺឆុងយ៉ាងនិងយ៉ាងឧទាហរណ៍ដូចឈើយ៉ាងឆុងជាមួយមាសយ៉ាង
ឈើយីនឆុងជាមួយមាសយីនតែការហាក់គឺជាការហាក់រវាងសញ្ញាខុសគ្នាគឺធាតុយ៉ាងហាក់ជាមួយនឹងធាតុយីនចឹងឧទាហរណ៍ដូចជាកន្លែងនេះចឹងឈើយ៉ាងទៅហាក់ជាមួយនឹងដីយីនអញ្ចឹងយើងទៅមើលមេរៀនហាក់វិញនៅមុនពេលដែលយើងទៅដល់មេរៀនហាក់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលគូឆុងសិនគូឆុងរាសីខាងលើណាគូឆុងរាសីខាងលើនៅក្នុងនេះគឺយើងបំបែកមកយ៉ាងនឹងយ៉ាងឈើយ៉ាងឆុងនឹងឈើយ៉ាងឈើយីនឆុងនឹងឈើយីនដែលការឆុងនេះគឺបែងចែកមកពីវត្តនៃការគ្រប់គ្រងគឺឬក៏វត្តនៃការពិឃាតដែលខ្ញុំធ្លាប់បរៀនឲ្យអ្នកទាំងអស់គ្នានៅវីដេអូមុនតាក់ទងជាមួយនឹងមូលដ្ឋានគ្រឹះប៉ាជឿនៃធាតុទាំង5នៅក្នុងវីដេអូមួយហ្នឹងណាហើយនៅក្នុង file element ហ្នឹងគឺយើងបំបែកទៅជា2វត្តទី1គឺវត្តនៃការកកើតនិងវត្តនៃការ control មួយទៀតគឺវត្តនៃការ control ហ្នឹងបង្កើតឲ្យយើងស្គាល់ថាតើធាតុណាជាធាតុលៀបធាតុណាជាធាតុអំណាចរបស់យើងអញ្ចឹងឧទាហរណ៍នៅក្នុងនេះអញ្ចឹងយើងឃើញឈើយ៉ាងឆុងជាមួយនឹងធាតុមាសយ៉ាងអញ្ចឹងយើងសួរថាមួយណាជាធាតុលៀបឈើយ៉ាងមើលទៅមាសយ៉ាងមើលទៅឈើយ៉ាងជាលៀបជាលុយតែឈើយ៉ាងមើលទៅមាសយ៉ាងជាអីជាអំណាចឈើយ៉ាងនេះខ្លាចមាសយ៉ាងណាព្រោះឈើយ៉ាងខ្លាចមាសយ៉ាងកាត់ព្រោះមាសយ៉ាងមានអំណាចលើគាត់កន្លែងហ្នឹងគឺជាធាតុអំណាចនិងធាតុពិឃាតធាតុអំណាចឬក៏ធាតុពិឃាតនិងធាតុលៀបឬក៏ធាតុលុយអញ្ចឹងណាចាអញ្ចឹងនៅក្នុងគូឆុងរបស់យើងគឺមានទាំង10គូនេះអ្នកទាំងអស់គ្នាអាចមើលទៅបើសិនជាអត់ចេះអក្សរចិនយើងអាចមើលរូបភាពដែលខ្ញុំបង្ហាញឬក៏ពោក៏បានដែរណាតែអ្នកដែលមករៀនប៉ាជឿគឺគាត់ចេះហើយតាក់ទងជាមួយចំណុចហ្នឹងអូខេអញ្ចឹងយើងទៅមើលតាក់ទងមួយគូហាក់វិញនៅក្នុងគូឆុងយើងមាន10ប៉ុន្តែគូហាក់យើងមានតែ5ទេដោយសារយើងមានហាក់សញ្ញាបូកនិងសញ្ញាដកបានចេញទៅជា5នៅក្នុងកន្លែងនេះខ្ញុំចង់បញ្ជាក់តាក់ទងជាមួយនឹងការហាក់គឺមានតែ5គូនឹងទេគឺក្រៅពីហ្នឹងគឺអត់មានទេណានៅក្នុងនេះគឺយើងឃើញឈើយ៉ាងហាក់គ្នាប្រែទៅជាធាតុដីមាសយ៉ាងហាក់ឈើយីនប្រែទៅជាធាតុមាសតែខ្ញុំបញ្ជាក់ថាគ្រប់ការហាក់នៅក្នុងតារាងប៉ាជឿយើងមិនមែនមានន័យថាត្រូវប្រែធាតុបានសម្រាប់ទេលុះត្រាតែរដូវកាល support ចឹងកន្លែងនេះគឺជារូបមន្តដែលខ្ញុំបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាទី1ការហាក់ត្រូវតែជា2ប៉ូលខុសគ្នាគឺយីននិងយ៉ាងហើយនៅក្នុងគូទាំង5ដែលខ្ញុំបង្ហាញនៅក្នុងរូបភាពនេះទី2បើមានហាក់ច្រើនតួអ្នកទាំងអស់គ្នាត្រូវមើលចម្ងាយតែមួយណាចិត្តតួហាក់នឹងជាងគេមានថា2គូដែលហាក់នឹងនៅចិត្តគ្នាបើសិនជានៅចិត្តដូចគ្នាអ្នកទាំងអស់គ្នាត្រូវតែមើលកម្លាំងដែលធាតុដែលមហាក់នឹងមួយណាខ្លាំងបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវទៅមើលរដូវកាលណាមើលរដូវកាល support អត់កន្លែងនេះដែលខ្ញុំបញ្ជាក់ហ្នឹងគឺនៅកន្លែង note របស់ខ្ញុំមានន័យថាគ្រប់ការហាក់មិនមែនមានន័យថាប្រែធាតុបានសម្រាប់ទេអញ្ចឹងណាអូខេអញ្ចឹងយើងមកមើលឧទាហរណ៍នៅកន្លែងនេះយើងអត់ពិបាកសម្រាប់ទេដោយសារតែមានតែមួយគូអញ្ចឹងមាសយ៉ាងហាក់ឈើដកប្រែទៅជាធាតុមាសអញ្ចឹងយើងមើលរដូវកាល support អត់បើ support មានន័យថាប្រែបានសម្រាប់ណាហ្នឹងហើយcase study ទី2គឺជាការដណ្ដើមហាក់មានន័យថាមានធាតុច្រើនមកដណ្ដើមហាក់ជាមួយនឹងតួណាមួយឧទាហរណ៍កន្លែងនេះគឺយើងឃើញទឹកយ៉ាងមកដណ្ដើមហាក់ជាមួយភ្លើងដកម៉ោងនេះក៏មកដណ្ដើមហាក់ដែរប៉ុន្តែនៅក្នុងមេរៀនមុនខ្ញុំនៅក្នុង slide មុនខ្ញុំប្រាប់ថាយើងត្រូវមើលចម្ងាយប៉ុន្តែបើយើងមើលចម្ងាយមានថាម៉ោងក៏ចិត្តថ្ងៃក៏ចិត្តខែពីរហ្នឹងចិត្តដូចគ្នាអញ្ចឹងយើងទៅមើលកម្លាំងអញ្ចឹងយើងមើលទឹកយ៉ាងនៅតួខែគឺមានកម្លាំងខ្លាំងជាងតួម៉ោងបន្ទាប់មកយើងមើលថាគាត់ហាក់ប្រែទៅជាអីរូបមន្តរបស់យើងគឺហាក់ប្រែទៅជាឈើអញ្ចឹងប្រែទៅជាឈើបានសម្រេចលុះត្រាតែរដូវកាលជាធាតុឈើអញ្ចឹងនៅក្នុងនេះយើងមើលប្រែអត់បានសម្រេចទេដោយសាររដូវកាលមិនមែនជាឈើណាចាអញ្ចឹងរបៀបមើលពេលមានច្រើនគូនៅក្នុងរូបមន្តនេះអ្នកទាំងអស់គ្នាកុំភ្លេចមើលរូបមន្តដែលខ្ញុំបង្ហាញមួយទៀតតាក់ទងជាមួយការហាក់ពីចម្ងាយតាក់ទងជាមួយកន្លែងនេះគឺតាក់ទងជាមួយការដណ្ដើមហាក់ដូចគ្នាប៉ុន្តែដណ្ដើមហាក់នេះគឺយើងអាចបែងចែកបានដោយសារតែតួឆ្នាំឆ្ងាយជាងតួខែអញ្ចឹងតួថ្ងៃនេះគឺជាហាក់ជាមួយតួខែប្រែទៅជាឈើបានសម្រេចអត់សម្រេចទេដោយសាររដូវកាលជាធាតុដីណាចាអញ្ចឹងការដណ្ដើមហាក់មិញខ្ញុំបែងចែកគឺហាក់ចិត្តគ្នាទាំងសងខាងអញ្ចឹងយើងទៅមើលកម្លាំងតែកន្លែងនេះដណ្ដើមហាក់តែមួយចិត្តមួយឆ្ងាយមួយទៀតយើងទៅមើលតាក់ទងជាមួយការហាក់ពីចម្ងាយជាទូទៅការហាក់ពីចម្ងាយឲ្យតែឆ្ងាយពីគ្នាបែបនេះយើងគឺបានត្រឹមតែហាក់ទេតែអត់អាចបំលែងធាតុបានទេអញ្ចឹងណាអញ្ចឹងបើសិនជាហាក់គឺយើងអាចហាក់បានត្រឹមតែ
តួដែលជាប់គ្នាហើយមានរដូវកាល support បើសិនជាហាក់មានតួណាខាន់គឺបានត្រឹមតែហាក់ទេបានត្រឹមតែហាក់ទេគឺអត់បានសម្រេចទេអត់បានប្រែធាតុសម្រេចទេអញ្ចឹងណាអញ្ចឹងរូបមន្តនៅក្នុងការហាក់គឺមានប៉ុណ្ណឹងហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាំថាការរៀនប៉ាជឿចេះប៉ាជឿមួយមុខមិនមានន័យថាជីវិតរបស់អ្នកទាំងអស់គ្នាជោគជ័យទេត្រូវការអ្នកទាំងអស់គ្នាមានកត្តាមនុស្សឧស្សាហ៍ព្យាយាមមានចំណេះដឹងបន្ទាប់មកបានកត្តារាសីប៉ាជឿនឹង 30% ការរៀបចំកត្តាហុងស៊ុយ 30% ទៀត 10% ទៀតគឺកត្តាផ្សេងៗអញ្ចឹងកន្លែងនេះមេរៀននេះគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាត្រឹមប៉ុណ្ណឹងដោយសារតែមេរៀនខ្ញុំយើងអាចថតបានត្រឹមតែ15នាទីទេលើសពីហ្នឹងយើងថតអត់បានអញ្ចឹងខ្ញុំចង់ summary ឲ្យខ្លីៗឲ្យអ្នកទាំងអស់គ្នាស្រួលមើលដែរអញ្ចឹងណាអញ្ចឹងមេរៀននេះគឺអត្ថន័យនៃខ្លឹមសារគឺមានត្រឹមប៉ុណ្ណឹងតាក់ទងជាមួយនឹងការហាក់នៅរាសីខាងលើនិងគូឆុងនៅរាសីខាងលើហើយអត្ថន័យដែលអ្នកទាំងអស់គ្នាត្រូវចាំអាចហាក់បានទី1ត្រូវតែតួនៅជាប់គ្នាបើនៅចិត្តគ្នាមានគូហាក់ច្រើនត្រូវទៅមើលតួណាចិត្តជាងគេតួណាមានកម្លាំងជាងគេហើយរដូវការ support បើសិនជាការហាក់ដែលមានការខណ្ឌចែកដោយតួខែឬក៏តួម៉ោងឬក៏តួថ្ងៃដែលនៅឆ្ងាយពីគ្នាឲ្យតែមានតួខណ្ឌកណ្ដាលណាមួយគឺស្មើនឹងការហាក់នឹងមិនអាចប្រែធៀបបានទេរូបមន្តរបស់យើងគឺសំខាន់ត្រឹមប៉ុណ្ណឹងណាចាហ្នឹងហើយអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងអរគុណ